ព្រះសតន្តបិដកខតេកានិកាយគាថាធម្មបទភាព8រឿងពហុបតិកាធេរីបានលើមកថាមានត្រកូលមួយដែលមានប្រក្រតីនៅក្នុងក្រុងសាវត្ថីមានបុត្រប្រុស7នាក់បុត្រស្រី7នាក់បណ្ដាបុត្រនិងធីតាទាំងអស់នោះចម្រើនវ័យហើយរស់នៅក្នុងផ្ទះបានដល់នៅសេចក្តីសុខតាមធម្មតារបស់ខ្លួនសម័យក្រោយមកបិតារបស់ជនទាំងនោះក៏បានធ្វើមរណកាលទៅមហាឧបាសិកាសូម្បីស្វាមីស្លាប់ទៅហើយក៏ដោយក៏នៅមិនទាន់បានបែងចែកទ្រព្យឲ្យដល់បុត្រទាំងឡាយដែរគ្រានោះពួកកូនពោលនឹងមាតានោះថាបបិទ្ធម៉ែបិតាស្លាប់ទៅហើយតើម៉ែទុកទ្រព្យសម្បត្តិធ្វើអ្វីម៉ែខ្លាចពួកខ្ញុំមិនចិញ្ចឹមបីបាច់ថែរក្សាឬទំនប់បំរុងឬនាងបានស្ដាប់ពាក្យរបស់បុត្រទាំងនោះហើយក៏នៅស្ងៀមការត្រូវបុត្រទាំងនោះនិយាយរឿយទើបគិតថាកូនទាំងនេះនឹងចិញ្ចឹមបីបាច់ថែរក្សាទំនប់បំរុងយើងដូច្នេះចាំបាច់ទុកដាក់ទ្រព្យសម្បត្តិធ្វើអ្វីនាំតែខ្វល់ចិត្តលុះគិតដូច្នោះហើយក៏បែងចែកទ្រព្យសម្បត្តិពាក់កណ្ដាលឲ្យទៅកូនទាំងនោះគ្រានោះដោយការកន្លងទៅបាន2-3ថ្ងៃភរិយានៃបុត្រច្បងបានពោលទៅកាន់ម៉ែក្មេកនោះថាយីម៉ែក្មេករបស់ពួកយើងមកតែផ្ទះនេះប៉ុណ្ណោះធ្វើហាក់ដូចជាបានចែកទ្រព្យសម្បត្តិឲ្យទៅកូនប្រុសច្បង2ចំណែកអញ្ចឹងសំបីភរិយានៃបុត្រសេះក៏បានពោលយ៉ាងនោះដែរក្នុងការដែលនាងទៅកាន់ផ្ទះនៃធីតាច្បងនោះក៏បានពោលទៅកាន់នាងដោយពាក្យសម្ដីដោយដែលកូនប្រសាបានពោលឲ្យដែរនាងការត្រូវកូនទាំងនោះប្រមាថមើលងាយក៏គិតថាប្រយោជន៍អ្វីដោយការនៅក្នុងសំណាក់នៃកូនទាំងនេះយើងនឹងទៅបួសជាភិក្ខុនីហើយរស់នៅជាមួយនឹងភិក្ខុនីទាំងនោះលុះគិតដូច្នោះហើយក៏ទៅកាន់សំណាក់របស់ភិក្ខុនីសូមបព្វជិនាងភិក្ខុនីទាំងនោះក៏បានបំពោះនាងលុះបានឧបសម្បទាហើយក៏មានឈ្មោះថាពហុបតិកាធេរីនាងគិតថាយើងបួសក្នុងការខ្លួនជាមនុស្សចាស់ដូច្នេះយើងមិនត្រូវប្រមាថឡើយលុះគិតដូច្នេះហើយក៏ធ្វើវត្តប្រណិប័តបម្រើនាងភិក្ខុនីទាំងឡាយនៅយប់មួយនោះនាងគិតថាយើងនឹងធ្វើសមណធម៌រហូតទល់ភ្លឺទើបយកដៃចាប់សសរមួយដើមខាងក្រោមប្រាសាទដើរជុំវិញសសរនោះធ្វើសមណធម៌សំបីការដើរចង្ក្រមក៏យកដៃចាប់ដើមឈើដោយគិតថាកុំឲ្យក្បាលរបស់យើងប៉ះទង្គិចនឹងដើមឈើឬទីណាក្នុងទីងងឹតដូច្នេះហើយក៏ដើរជុំវិញដើមឈើនោះធ្វើសមណធម៌នឹកដល់ធម៌ដោយគិតថាយើងនឹងធ្វើតាមធម៌ដែលព្រះសាស្តាទ្រង់សម្ដែងធ្វើសមណធម៌ដោយនឹករលឹកដល់ធម៌ជានិច្ចគ្រានោះព្រះសាស្តាទ្រង់គង់នៅក្នុងព្រះកន្ធកុដឯនោះប៉ុន្តែព្រះអង្គទ្រង់បានផ្សាយរស្មីទៅហាក់ដូចជាព្រះអង្គគង់ធរមាននៅចំពោះមុខនាងហើយទ្រង់ត្រាស់ទៅកាន់នាងថាម្នានាងពហុបតិកាការរស់នៅសូម្បីតែមួយរំពេចរបស់បុគ្គលដែលឃើញធម៌ដែលតថាគតសម្ដែងហើយប្រសើរជាងការរស់នៅ100ឆ្នាំរបស់បុគ្គលដែលមិនបានពិចារណាមិនឃើញនៅធម៌ដែលតថាគតសម្ដែងការនឹងទ្រង់បន្តអនុសន្ធិដើម្បីសម្ដែងធម៌បានត្រាស់នៅព្រះគាថានេះថាយោចវសតាំងជីវីអបសੰធម្មមុត្តមੰឯកាហੰជីវិតាំងសយោបសសោធម្មមុត្តមੰបុគ្គលណារស់នៅ100ឆ្នាំមិនឃើញធម៌ដ៏ខ្ពង់ខ្ពស់ការរស់នៅសំបីតែមួយថ្ងៃរបស់លោកអ្នកដែលឃើញធម៌ខ្ពង់ខ្ពស់ប្រសើរជាងបណ្ដាបទទាំងនោះបទថាធម្មមុត្តមੰបានដល់លោកតរៈធម៌9ប្រការលោកតរៈធម៌នោះឈ្មោះថាធម៌ដ៏ខ្ពង់ខ្ពស់ក្រៃលែងការរស់នៅសំបីតែមួយថ្ងៃគឺសំបីតែមួយគណៈរបស់បុគ្គលដែលឃើញចាក់ភ្លុះនៅធម៌នោះប្រសើរជាងការរស់នៅ100ឆ្នាំរបស់បុគ្គលដែលមិនឃើញធម៌នោះក្នុងការចោទប្រធម៌ទេសនាពហុបតិកាធេរីតាំងនៅក្នុងព្រះអរហន្តព្រមទាំងបដិសម្បទាទាំងឡាយដូចនេះឯង